ចឹងថ្ងៃសល់10000 20000 5000ពី3000គឺខ្ញុំទុកទាំងអស់យើងកាត់ទុកតអញ្ចឹងមិនយើងមានកម្លាំងសំតតែអត់ទេសល់5000សល់អីនោះខ្ជិលចាយអស់អត់ទុកអត់ដាក់អញ្ចឹងយើងអត់មានកម្លាំងរៀនសំភ្លេចខ្លួនបានទិញរបស់ដែលយើងចង់បានថ្ងៃនេះខ្ញុំមកចែកម្លែកពីការសំរបស់ខ្ញុំចាយលុយជាអាទិត្យយើងកំណត់ក្នុងមួយថ្ងៃចាយប្រហែលអញ្ចឹងទៅយើងយកទៅទិញម្ហូបឬក៏ចំណាយប្រចាំថ្ងៃអញ្ចឹងណាថ្ងៃអញ្ចឹងយើងកំណត់ក្នុងមួយថ្ងៃប្រហែលអញ្ចឹងដូចនេះតារាងនេះគឺការពារឲ្យខ្ញុំបានសល់លុយអញ្ចឹងឧទាហរណ៍ថាមួយថ្ងៃខ្ញុំដកចាយ50000អញ្ចឹងនៅសល់ថ្ងៃណាដែលខ្ញុំចាយអត់អស់50000គឺខ្ញុំតែងតែកាត់ទុកអញ្ចឹងណានេះជាលុយដែលខ្ញុំបានសំបន្ទាប់ពីខ្ញុំដកចាយប្រចាំថ្ងៃនឹងមកអញ្ចឹងហើយខ្ញុំដាក់ចលែងឲ្យខ្លួនឯងធ្វើមិនសំបាន20លានហ្នឹងហើយអញ្ចឹងនេះខ្ញុំសំបានប៉ុណ្ណេះហើយអញ្ចឹងដឹងថ្ងៃណាគ្រប់ទេហ្នឹងហើយតែភ្លេចខ្លួនយើងក៏បានលុយនៅសល់ពីអាកាសេនដែលយើងសល់ទិញម្ហូបអីអញ្ចឹងណាថ្ងៃនេះសល់លុយសល់ពីទិញម្ហូបបងប្អូនហ្នឹងហើយអញ្ចឹងខ្ញុំមានកំប៉ុងមួយចឹងតិចដាក់ចូលទៅក្នុងនឹងនេះខ្ញុំកាត់រាល់ថ្ងៃសល់មែនថ្ងៃខ្លះសល់តិចថ្ងៃខ្លះសល់ច្រើនយើងសំទុកហើយយើងកាត់ទុកអញ្ចឹងណាដូចឃើញនៅក្នុងរូបអញ្ចឹងខ្ញុំគិតជាអាទិត្យក្នុងមួយអាទិត្យគឺខ្ញុំដកវាទុកម្ដងអញ្ចឹងឥឡូវដល់ថ្ងៃដែលខ្ញុំដកបានអញ្ចឹងសម្រាប់អាទិត្យនេះខ្ញុំសល់បាន200,000ដែរខ្ញុំដកសល់ពីទិញម្ហូបឬក៏ចាយវាផ្សេងៗអញ្ចឹងណាអញ្ចឹងខ្ញុំសល់បាន200,000ហ្នឹងគឺខ្ញុំយកទៅដាក់នៅក្នុងសំរបស់ខ្ញុំដើម្បីគ្រប់ចលែងហ្នឹងហើយអញ្ចឹងហ្នឹងហើយនេះខ្ញុំនេះជាអីដែលខ្ញុំរៀនសំសល់កាត់ដែលយើងនៅសល់អញ្ចឹងណាបងប្អូនចឹងថ្ងៃសល់10000 20000 5000ពី3000គឺខ្ញុំទុកទាំងអស់យើងកាត់ទុកតអញ្ចឹងមិនយើងមានកម្លាំងសំតតែអត់ទេសល់5000សល់អីនោះខ្ជិលចាយអស់អត់ទុកអត់ដាក់អញ្ចឹងយើងអត់មានកម្លាំងទេហ្នឹងហើយអញ្ចឹងហើយនឹងសំបាន200,000អញ្ចឹងខ្ញុំក៏ឆោតចោល4កន្លងហ្នឹងហើយ4កន្លងគឺខ្ញុំដាក់ម្ដងក៏ដាក់50000អញ្ចឹងណាហ្នឹងហើយអញ្ចឹង20លាននឹងការគ្រប់បងប្អូន3 4ឆ្នាំមកសុខ